មនុស្សដែលមានកម្ពស់ជាងគេទាំង20នៅក្នុងប្រវត្តិសាស្ត្រលោក Robert Woodlow កម្ពស់8 ហ្វីត 11.1 អ៊ីន 2 ម៉ែត្រ 72 ជនជាតិអាមេរិកម្នាក់ឈ្មោះ Robert Pershing Woodlow ថ្ងៃទី22ខែកុម្ភៈឆ្នាំ1918ថ្ងៃទី15ខែកក្កដាឆ្នាំ1940ត្រូវបានគេស្គាល់កាន់តែច្បាស់ថាជា Alton Giant ឬ Giant of Illinois កុមារភាពរបស់គាត់ត្រូវបានចំណាយនៅក្នុងទីក្រុង Alton រដ្ឋ Illinois ភាគកណ្ដាលភាគខាងលិចមិនឆ្ងាយប៉ុន្មានពី Saint Louis Woodlow មានអារម្មណ៍មិនល្អនៅជើងនិងជើងរបស់គាត់និងដើរដោយមានជំនួយពីដង្កៀបក្នុងជីវិតរបស់គាត់បានជៀសវាងការត្រូវការរទេះរុននៅពេលគាត់ស្លាប់នៅអាយុ62ឆ្នាំ Woodlow មានកម្ពស់8 ហ្វីត 11.1 អ៊ីង 2 ម៉ែត្រ 72 និងទម្ងន់439ផោ199គីឡូក្រាមនៅពេលដែលគាត់ស្លាប់មិនមានការចង្អុលបង្ហាញថាការលូតលាស់របស់គាត់បានបញ្ចប់នោះទេសូម្បីតែនៅថៃចុងក្រោយរបស់គាត់ក៏គាត់បានបង្ហាញអំពីកម្លាំងរាងកាយគួរឲ្យកត់សម្គាល់ទី2លោកផុនឆៃសៅស្រី8ហ្វូត 9.9 អ៊ីន ឬ2ម៉ែត្រ 69សង់ទីម៉ែត្រផុនឆៃសៅស្រីជាបុរសថៃម្នាក់ដែលរស់នៅពីឆ្នាំ1989រហូតដល់គាត់ស្លាប់នៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2015បានអះអាងថាខ្លួនមានកម្ពស់8ហ្វូត 9.9 អ៊ីន ឬ2ម៉ែត្រ 69សង់ទីម៉ែត្រទោះជាយ៉ាងណាក៏ដោយការអះអាងនេះមិនទាន់ត្រូវបានបញ្ជាក់ដោយកំណត់ត្រាពិភពលោក Guinness នៅឡើយទេនៅឆ្នាំ2013នៅពេលដែលគាត់បន្តអត្តសញ្ញាណប័ណ្ណគាត់ត្រូវបានវាស់ឲ្យបានរកឃើញថាមានកម្ពស់8ហ្វូត 5.2 អ៊ីនសៀវភៅកំណត់ត្រាពិភពលោក Guinness ឥឡូវនេះបានចុះបញ្ជីគាត់ជាមនុស្សខ្ពស់ជាងគេបំផុតម្នាក់នៅលើពិភពលោកដោយសារតែកម្ពស់និងជំងឺលើកឈាមរបស់គាត់ផុនឆៃបានស៊ូទ្រាំនឹងបញ្ហាសុខភាពជាច្រើននៅឆ្នាំ2015ក្នុងអាយុ86ឆ្នាំគាត់បានទទួលមរណភាពដោយសារជំងឺលើសឈាមនៅពេលនោះគាត់ត្រូវបានគេនិយាយថាមានកម្ពស់8ហ្វូត 9.9 អ៊ីង ឬ269សង់ទីម៉ែត្រនិងទម្ងន់135គីឡូក្រាមដែលប្រសិនបើជាការពិតនោះគាត់នឹងធ្វើឲ្យគាត់ក្លាយជាមនុស្សខ្ពស់ជាងគេទី2ដែលមិនធ្លាប់មាន John Rogan 8ហ្វីត 8 អ៊ីង 2ហ្វុត 64ម៉ែត្រឆ្នាំកំណើតរបស់លោក John William Booth Rogan ត្រូវបានប្រភពព័ត៌មានជាច្រើនបានជជែកវែកញែកប៉ុន្តែវាបានកើតឡើងរវាងឆ្នាំ1867និង1905 John Rogan កើតនៅរដ្ឋ Tennessee គ្រឿងទីក្រុង Hendersonville នៅឆ្នាំ1999កម្ពស់របស់គាត់ត្រូវបានកត់ត្រានៅ8ហ្វុត 6 អ៊ីង 2ហ្វុត 59ម៉ែត្រហើយទម្ងន់របស់គាត់ត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី175ទៅ205ផោន79និង95គីឡូក្រាម Rogan មានដៃប្រវែង11អ៊ីង 28សង់ទីម៉ែត្រនិងជើងប្រវែង13អ៊ីង 33សង់ទីម៉ែត្រគាត់មានកម្ពស់8ហ្វុត 8អ៊ីងនៅពេលនោះគាត់គឺជាមនុស្សខ្ពស់ជាងគេដែលមានដើមកំណើតអាហ្វ្រិកនៅឆ្នាំ1939 Robert Wadlow បានវាស់ដាច់ Rogan ក្នុងកម្ពស់ Willie Kemper 8ហ្វីត 6 អ៊ីង 2.59 ម៉ែត្រ Willie Kemper 1924 1943 Giselle Willie Kemper គឺជាបុរសមាសធំម្នាក់ហើយគាត់មកពីទីក្រុង Memphis គាត់ត្រូវបានគេស្គាល់ថាជា Willie មានពាក្យចចាមអារ៉ាមថាគាត់មានកម្ពស់8ហ្វីត 6 អ៊ីងនិងមានទម្ងន់រហូតដល់480ផោនទោះបីជាការពិតដែលថាមនុស្សជាច្រើនជឿថាកម្ពស់របស់គាត់ត្រូវបានបំភ្លឺក៏ដោយ Kemper បានទទួលរងនៅជំងឺគាំងបេះដូងនៅឆ្នាំ1943ខណៈពេលដែលគាត់កំពុងសម្ដែងហើយគាត់បានទទួលមរណភាពក្នុងអាយុ16ឆ្នាំ Franz Winkelmeyer 8ហ្វីត 6 អ៊ីង 2.57 ម៉ែត្របុរសអូទ្រីស Franz Winkelmeyer 27មេសា1860 29សីហា1887ត្រូវបានគេដាក់ឈ្មោះថាជាបុរសខ្ពស់ជាងគេបំផុតនៅលើពិភពលោកដោយសារតែកម្ពស់របស់គាត់8ហ្វីត 6 អ៊ីង 2.59 ម៉ែត្រឈ្មោះហៅក្រៅរបស់គាត់គឺ Giant Friedberg Lengau Franz Winkelmeyer បានទៅសាលាបឋមសិក្សានៅ Friedberg គាត់ត្រូវបានជួលដោយ
Rosinski នៅថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ1866ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងឡុងវាគឺនៅថ្ងៃទី22ខែមិថុនាឆ្នាំ1887ដែលគាត់ត្រូវបានណែនាំជាផ្លូវការទៅកាន់ម្ចាស់ក្សត្រី Victoria ជាអកុសលលោក Franz Winkelmeyer បានស្លាប់ដោយសារជំងឺរបេងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់គាត់បានបញ្ចប់គាត់ត្រូវបានគេបញ្ចុះនៅក្រុងទីបញ្ចប់សព Langown